កាលខ្ញុំរស់នៅជាមួយថៅកែខ្ញុំបាន2-3ខែដំបូងអ្នកម្ដាយថៅកែគាត់ក៏បានមកនិយាយជាមួយខ្ញុំថាខ្លួនឯងរស់នៅទីនេះគឺរស់នៅដូចផ្ទះខ្លួនឯងទៅព្រោះអីគឺថៅកែរបស់ខ្ញុំគាត់បានឃើញអំពីការងារខ្ញុំទៅគាត់ក៏បានបណ្ដុយឲ្យខ្ញុំធ្វើដូចខ្លួនឯងហើយចំពោះការងារពុកម៉ែបងប្អូនដូចពុកម៉ែបងប្អូនបានដឹងបានឃើញគ្រប់វីដេអូហើយដែលខ្ញុំតែងធ្វើគឺទោះបីជាថៅកែគាត់អត់នៅខ្ញុំតែងតែធ្វើឲ្យគាត់ឡើងស្អាតការងារគឺខ្ញុំធ្វើម៉ត់ចត់ហើយចំពោះគៀនច្រាំងអញ្ចឹងខ្ញុំបបួលបងនាំគ្នាដកកូនឈើដកអីក្រោយពីកាត់ស្មៅរួចខ្ញុំក៏បានរៀបចំបោះសម្អាតឲ្យបានស្អាតចំពោះក្រោយទីធ្លាផ្ទះថៅកែរបស់ខ្ញុំគឺចំពោះការងារពុកម៉ែបងប្អូនគឺខ្ញុំបើថានឿយខ្ញុំក៏សម្រាកហើយថៅកែក៏ដែរមកកពេកកពោរវារវល់ចំពោះការងារទេគឺក្រោយផ្ទះរបស់គាត់ស្អាតណាស់ពុកម៉ែបងប្អូនគឺមានច្រាំងភ្នំមានអីទៅទេសភាពនៅក្បែរផ្ទះគាត់គឺស្រស់ស្រាយស្រស់ស្អាតមែនទែនថ្ងៃនេះខ្ញុំធ្វើនឹងច្រាំងភ្នំផ្ទះថៅកែប្រុសហើយនឹងថៅកែស្រីហើយផ្ទះគាត់ក៏សម្បូរមិនព្រៃពុកម៉ែបងប្អូនអាកាសធាតុល្អមិនព្រៃច្រើនហើយខ្ញុំក៏បានចុះមកថតប្រយពេលល្ងាចមិនព្រៃវាចេញមករស់ស៊ីតាមចង្ការជេចង្ការទុរៀនណាពុកម៉ែបងប្អូនហើយខ្ញុំក៏បានមកថតឲ្យពុកម៉ែបងប្អូនបានឃើញទេសភាពហើយនឹងមិនព្រៃគឺច្រើនពុកម៉ែបងប្អូនមានទាំងមេមានទាំងអីមេកមុំច្រើនណាពុកម៉ែបងប្អូនជាមួយវាហើដូចចាបដូចសัตว์ចឹងឯងពុកម៉ែបងប្អូនឃើញអត់គឺវាហើខ្ពស់មែនទែនអូខ្ញុំចាប់អត់បានទេពុកម៉ែបងប្អូនចំពោះមិនព្រៃសัตว์ព្រៃច្រើនណាស់ពុកម៉ែបងប្អូននៅទីនេះមានទាំងស្ទៀងមានទាំងអ៊ូតមានគ្រប់យ៉ាងពុកម៉ែបងប្អូនគឺសំបីតកូនវាពុកម៉ែបងប្អូនកូនវាឃើញប៉ុណ្ណឹងគឺមិនបាច់ទៅចាប់ទេរុកដូចស្អីចេះវារុករត់រុកនឹងស្មៅជាស្រ័យផងវារត់រុកនឹងស្មៅហើយវាក៏ហើខ្លាំងណាស់ដែរពុកម៉ែបងប្អូនដូចសัตว์គ្រួចចឹងឯងពុកម៉ែបងប្អូនឃើញតូចអញ្ចឹងកុំច្រឡំទៅចាប់វាពុកម៉ែបងប្អូនតែដេញចាប់វានេះឃើញវាហើប្រយហើលឿនមែនទែនហើយវារុកស្ងំនឹងឯងហើយក្រោយពីខ្ញុំថតទេសភាពខាងនោះរួចខ្ញុំក៏បានរៀបចំថតខាងជារៀងផ្ទះកូនប្រុសរបស់តកែគឺមិនប្រៃច្រើនពុកម៉ែបងប្អូននៅជុំវិញទីធ្លាផ្ទះកិតសម្បូរណាស់ហើយខ្ញុំក៏បានរៀបចំនៅបងបោះផងដែរប្រអីវាជិតនឹងដល់ម៉ោងដល់សល់កន្លះម៉ោងទៅខ្ញុំក៏បានបបួលបងបោះតាមថ្នល់បោះតាមអីព្រោះមិនសមឲ្យខ្ញុំកាត់ស្មៅកាត់អីទៅគឺដីវាថ្មវាទៀតនៅលើថ្នល់ទៅយើងផ្លុំថ្នល់វាអត់សូវជ្រះទេខ្ញុំក៏បានបបួលបងនឹងគ្នាបោះថ្នល់បោះអីបានស្អាតបាតផងដែរព្រោះអីថៅកែអ្នកម្ដាយនឹងលោកពុករបស់ថៅកែគិតទៅក្រៅទៅគិតមកវិញគិតឃើញផ្ទះគិតស្អាតតែម្ដងគឺចំពោះខ្ញុំការងារខ្ញុំនឹងបងពេលល្ងាចពេលព្រឹកបើថាថ្ងៃណាមានខ្យល់ខ្លាំងអញ្ចឹងខ្ញុំតែងតែបោះឲ្យគិតទៅបីជាខ្ញុំញ៉ាំបាយរួចមុនម៉ោងអញ្ចឹងខ្ញុំក៏រៀបចំបោះឲ្យគិតផងដែរពុកម៉ែបងប្អូនចំពោះការងារខ្ញុំគឺខ្ញុំនៅផ្ទះគិតខ្ញុំតែងតែឧស្សាហ៍ធ្វើការឲ្យគិតពុកម៉ែបងប្អូនមានចាំបាច់ឲ្យគិតប្រើទេចំពោះការងារខ្ញុំគឺខ្ញុំតែងតែយកចិត្តទុកដាក់ឲ្យគាត់ឲ្យមិនប្រៃស្បួរពុកម៉ែបងប្អូនចំពោះមិនប្រៃគឺថៅកែគាត់អត់ឲ្យហូបទេបើថាចង់ហូបប្រាប់គាត់ទិញមិនអោយពុកម៉ែបងប្អូនទិញមិនកសកម្មខ្ញុំអោយហូបបើថាចំពោះមិនប្រៃគាត់ចិញ្ចឹមពុកម៉ែអធិស្ឋានផងគាត់មិនបានចិញ្ចឹមទេវាមកនៅខ្លួនឯងទៅគាត់ទិញជាចំណីទិញពូទិញអីឲ្យវាស៊ីទៅវាចេះតែមកនៅពុកម៉ែបងប្អូនចំពោះមិនប្រៃហើយទេសភាពមិនប្រៃអាកាសធាតុនៅទីនេះគឺស្រស់ស្រាយណាស់ពុកម៉ែបងប្អូនខ្ញុំចូលចិត្តការរស់នៅទីនេះមែនទែនហើយដើមចេកដើមទុរេនដំណាំដាំដុះគាត់ក៏ច្រើនដូងក្អូបដូងខ្ទិះដូងអីមានគ្រប់យ៉ាងពុកម៉ែបងប្អូនមានស្អំមានគ្រប់យ៉ាងនៅក្នុងផ្ទះគាត់ឲ្យរឿងការហូបចុកគឺមិនខ្វះទេផ្លែឈើក្ពះខ្ពាញពុកម៉ែបងប្អូនហើយខ្ញុំក៏បានរៀបចំបោះរួចស្រេចបាច់ផងដែរពុកម៉ែបងប្អូនគឺផ្កាកាឡាវិញមានគ្រប់ពឿពុកម៉ែបងប្អូនចំពោះផ្កាកាឡាផ្ទះកែខ្ញុំហើយចំពោះវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេពុកម៉ែបងប្អូនអរគុណពុកម៉ែបងប្អូនដែលបានចំណាយពេលវេលាដ៏មានតម្លៃមើលវីដេអូខ្ញុំដល់ចប់ផងដែរអរគុណពុកម៉ែបងប្អូនជម្រាបលាអរគុណបាយបាយសុខភាពល្អ